ស្ដីបងប្អូនដែលបានវិលត្រឡប់មកទស្សនា channel របស់យើងខ្ញុំថ្ងៃនេះយើងនឹងបន្តស្វែងយល់ពីវីតាមីនក៏ប៉ុន្តែវីដេអូនេះខ្ញុំនឹងនិយាយពីវីតាមីនរលាយក្នុងខ្លាញ់តើចាប់ផ្ដើមស្វែងយល់ទាំងអស់គ្នាបងប្អូនណាតើវីតាមីនរលាយក្នុងខ្លាញ់គឺជាអ្វីបើចឹងយើងប្រៀបធៀបរាងកាយយើងប្រៀបដូចជាអាណាចក្រមួយដែលធំក្នុងនោះមានអ្នកការពារដោយលឿនឆាប់រហ័សគឺជាវីតាមីនរលាយក្នុងទឹកហើយក្នុងនោះវីតាមីនរលាយក្នុងខ្លាញ់ប្រៀបដូចជាអ្នកការពារដ៏ស្ងៀមស្ងាត់ហើយរស់បានយូរដើម្បីរក្សាសន្តិសុខរបស់រាងកាយយើងខុសជាមួយវីតាមីនរលាយក្នុងទឹកពួកវីតាមីននេះរលាយបានត្រឹមតែក្នុងខ្លាញ់ប៉ុណ្ណោះទេហើយវានឹងត្រូវបានរាងកាយរបស់យើងរក្សាទុកក្នុងថ្លើមឬក៏ខ្លាញ់ដូចជាឃ្លាំងថាមពលអញ្ចឹងក៏ប៉ុន្តែក្នុងក្រុមវីតាមីនដែលរលាយក្នុងខ្លាញ់នេះក៏មានវីតាមីនជាច្រើនផងដែរដូចជាដំបូងគេយើងមានវីតាមីន A ដែលយើងអាចប្រៀបធៀបវាដូចជាអ្នកការពារពន្លឺភ្នែករបស់យើងពីព្រោះផលប្រយោជន៍ចម្បងរបស់វាគឺជួយរក្សាភ្នែករបស់យើងឲ្យមានសុខភាពល្អជាពិសេសក្នុងការមើលឃើញក្នុងទីងងឹតក្រៅពីនឹងវានឹងជួយការពារស្បែករបស់យើងពីភាពខូចខាតពូវីតាមីន A នេះដែលមានច្រើនក្នុងការ៉ូតដំឡូងផ្អែមពងគ្រប់ប្រភេទហើយថ្លើមសត្វជាដើមបើសិនរាងកាយរបស់យើងខ្វះវីតាមីន A វានឹងធ្វើឲ្យភ្នែករបស់យើងមើលយប់មិនសូវច្បាស់ច្បាស់ឈ្ងូចហើយងាយនឹងឈឺចាប់ក៏ប៉ុន្តែបើសិនរាងកាយរបស់យើងស្ទប់នៅវីតាមីន A ច្រើនពេកវានឹងធ្វើឲ្យថ្លើមរបស់យើងមានការប៉ះពាល់មានចំណុចមួយគួរឲ្យកត់សម្គាល់តើបងប្អូនយើងដឹងទេហេតុអ្វីការ៉ូតបានគេប្រើប្រាស់ជាម្ហូបចម្បងក្នុងការបើភ្នែកពីព្រោះក្នុងផ្លែការ៉ូតមានស្ទប់នៅបេតាការ៉ូធីនជាច្រើនពេលចូលក្នុងរាងកាយរបស់យើងវានឹងប្រែទៅជាវីតាមីន A ដែលជាអំណោយដ៏អស្ចារ្យសម្រាប់ភ្នែកជាបន្តយើងនៅមានវីតាមីន D ដែលយើងអាចប្រៀបធៀបវាដូចជាអ្នកការពារឆ្អឹងរបស់យើងឲ្យបានរឹងមាំដែលផលប្រយោជន៍ចម្បងរបស់វាគឺជួយឲ្យរាងកាយរបស់យើងស្រូបយកកាល់ឈុំបានយ៉ាងសុវត្ថិភាពក្រៅពីនឹងវានឹងជួយរក្សាឆ្អឹងរបស់យើងឲ្យបានរឹងមាំហើយជួយកែលម្អសាច់ដុំឲ្យបានមាំមុនវីតាមីន D ដែលមានច្រើនក្នុងពន្លឺថ្ងៃត្រីសាម៉ង់ពងគ្រប់ប្រភេទហើយទឹកដោះគោជាដើមបើខ្វះវានឹងធ្វើឲ្យយើងឆ្អឹងនឹងខ្សោយហើយស៊ឺសន្លាស់ឬក៏ប៉ះពាល់ដល់ការលូតលាស់របស់រាងកាយក៏ប៉ុន្តែបើសិនបើយើងទទួលទានអាហារដែលមានវីតាមីន D ច្រើនពេកវានឹងបណ្ដាលឲ្យចំនួនកោះឈុំក្នុងឈាមកើនឡើងនេះក៏ជាមូលហេតុបណ្ដាលឲ្យមានគ្រោះក្នុងរងនោមតើបងប្អូនយើងដឹងទេពន្លឺថ្ងៃនឹងជួយឲ្យយើងបង្កើតវីតាមីន D ដោយធម្មជាតិនៅពេលដែលរាងកាយរបស់យើងប៉ះនឹងពន្លឺថ្ងៃនៅពេលព្រឹកវានឹងបង្កើតចេញវីតាមីន D ដោយធម្មជាតិនេះគឺជាមូលហេតុដែលចាក់ពីដើមឆាត់តែឲ្យយើងទៅហាក្តៅនៅពេលព្រឹកដើម្បីបង្កើតវីតាមីន D ឲ្យឆ្អឹងរឹងមាំបន្ទាប់មកយើងនឹងមានអ្នកក្លាហានមួយទៀតគឺជាវីតាមីន E ដែលមានហត្ថនាមថាអ្នកការពារសម្រក់អមតៈពីព្រោះវានឹងជួយឲ្យយើងកាត់បន្ថយនឹងភាពចាស់ហើយការពារកោសិការបស់យើងជាផុតពីការខូចខាតក្រៅពីនឹងវានឹងធ្វើឲ្យសោះនិងស្បែករបស់យើងមានសុខភាពល្អពូវីតាមីន E នេះដែលមានច្រើនក្នុងប្រេងរុក្ខជាតិគ្រាប់បន្ទះគ្រាប់ដូងបារាំងហើយនិងផ្លែបឺរជាដើមក៏ប៉ុន្តែបើសិនរាងកាយរបស់យើងខ្វះនៅវីតាមីន E នេះវានឹងបណ្ដាលឲ្យយើងសោះស្ដើងស្បែកស្ងួតហើយរាងកាយងាយនឹងកើតជំងឺតើបងប្អូនមានដឹងទេវីតាមីន E គឺជាតំណាងការពារតួនឹងអុកស៊ីដេនស៊ីកដែលអាចបំផ្លាញកោសិការបស់យើងជាចុងក្រោយយើងនៅមានវីតាមីនមួយមុខទៀតគឺជាវីតាមីន K ដែលមានហត្ថនាមថាអ្នកការពារឈាមពីព្រោះតួនាទីរបស់វីតាមីននេះវានឹងជួយឲ្យឈាមរបស់យើងលូតលាស់នៅពេលដែលមានរបួសការពារការហូរឈាមមិនឈប់ហើយនឹងរក្សាសុខភាពឆ្អឹងវីតាមីន K នេះដែលមានច្រើនក្នុងបន្លែបៃតងហើយសណ្តែកគ្រប់ប្រភេទ
បើសិនរាងកាយយើងខ្វះនឹងវីតាមីន K ទោះបីជាស្នាមរបួសតូចៗក៏បណ្ដាលឲ្យយើងបាត់បង់ឈាមច្រើនយើងអាចនិយាយថាវីតាមីនរលាយក្នុងខ្លាញ់នេះប្រៀបដូចជាអ្នកការពារដ៏ស្មោះស្ម័គ្រដែលជួយការពាររាងកាយរបស់យើងយូរអង្វែងពួកវានឹងបានរាងកាយរបស់យើងរក្សាទុកក្នុងថ្លើមហើយនឹងខ្លាញ់ក៏ប៉ុន្តែបើសិនរាងកាយរបស់យើងមានវីតាមីនរលាយក្នុងខ្លាញ់ច្រើនពេកវានឹងអាចក្លាយទៅជាគ្រោះថ្នាក់ហើយម្យ៉ាងទៀតវីតាមីននេះនឹងត្រូវបានស្រូបយកល្អបំផុតនៅពេលដែលយើងបរិភោគជាមួយខ្លាញ់ដូចជាការ៉ុតលាយជាមួយប្រេងអូលីវអាចនឹងជួយស្រូបយកវីតាមីន A បានយ៉ាងល្អសូមផ្ដល់អាហាររសសម្បូរវីតាមីនដ៏ធម្មជាតិហូបទឹកគ្រប់គ្រាន់ហើយស្វែងយកភាពស្រស់ស្របដើម្បីរក្សារាងកាយយើងឲ្យបានមានសុខភាពល្អបងប្អូនណាតើបងប្អូនយល់យ៉ាងណាជាមួយវីដេអូនេះសូមទុកខមមិនខាងក្រោមណាសូមអរគុណសម្រាប់ការទស្សនា